អ្វីដែលធ្ងន់ដាក់ចោលទៅអ្វីដែលកន្លងទៅហើយក៏លះបង់ទៅបើគិតក៏គិតជាមេរៀនជាបទពិសោធន៍កុំគិតយកមកឲ្យកើតទុកក្នុងបច្ចុប្បន្ននឹងទៀតត្រូវរៀនរស់នៅឲ្យមានសេរីភាពកុំដាក់ទុកកុំឃុំឃាំងខ្លួនឯងកុំដាក់គុកខ្លួនឯងទៅនៅក្នុងអតីតកាលត្រូវឲ្យជាអតីតាធម្មាដែលវាមានការកន្លងទៅនឹងហើយអ្វីដែលកើតឡើងពីអតីតកាលហ្នឹងគឺសុទ្ធតែត្រឹមត្រូវ 100% មានបច្ច័យត្រឹមត្រូវគឺអត់មានអីដែលឲ្យយើងសើរើសំណុំរឿងហ្នឹងយកមកកើតទុកសុខចិត្តមកតវ៉ាតែខ្លួនឯងទេអ្វីដែលកើតហើយហ្នឹងណាដែលរលត់ទៅហើយហ្នឹងណាវាបញ្ចប់ត្រឹមប៉ុណ្ណឹងអ្វីក៏ត្រឹមត្រូវដែរមានហេតុរបស់គេត្រឹមត្រូវដែលថាហេតុរបស់គេហ្នឹងគឺហេតុផលនៃធัวហ្នឹងណាមានស្អីដែលកើតឡើងដោយអត់ហេតុទេអញ្ចឹងវាអត់មានរឿងឲ្យយើងក្តៅក្រហាយស្ដាយក្រោយរឿងអីទេ